កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី1និងលើកទិសដៅសម្រាប់ឆមាសទី2ឆ្នាំ2013របស់សមាគមនារីកម្ពុជាខេត្តសៀមរាបបានដំណើរការកាលពីព្រឹកថ្ងៃទី21ខែកក្កដាឆ្នាំ2013នៅក្រុងសៀមរាបដែលបានការអញ្ជើញផ្ដល់កិត្តិយសជាអធិបតីពីសំណាក់ឯកឧត្តមខឹមប៊ុនសុងអភិបាលនៃគណៈអភិបាលខេត្តសៀមរាបកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី1និងលើកទិសដៅសម្រាប់ឆមាសទី2ឆ្នាំ2013របស់សមាគមនារីកម្ពុជាខេត្តសៀមរាបគឺមានគោលបំណងបង្ហាញអំពីលទ្ធផលដែលបានអនុវត្តការងារ6ខែក្នុងដើមឆ្នាំ2013នេះដោយសង្ឃឹមថានឹងបានផ្លាស់ប្ដូរបទពិសោធន៍ទាំងវិជ្ជមាននិងទាំងអវិជ្ជមានដោយការឈានទៅពង្រឹងសមាជិកទៅលើតួនាទីនៃគ្រប់បណ្ដាញនារីទូទាំងខេត្តសៀមរាបទៀតផងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនេះក៏បានសំដៅទៅលើការលើកកម្ពស់ស្ត្រីគ្រប់លំដាប់ថ្នាក់គ្រប់ការចូលរួមដោះស្រាយនៅទុក្ខលំបាកក្នុងជីវភាពរស់នៅសុខុមាលភាពរបស់ស្ត្រីរងគ្រោះនិងងាយរងគ្រោះលោកជំទាវអែមផល្លាមនីអភិបាលរងខេត្តនិងជាប្រធានសមាគមនារីកម្ពុជាខេត្តសៀមរាបបានអាននៅរបាយការណ៍ជម្រាបជូនគណៈអធិបតីនិងអង្គពិធីទាំងមូលដែលមានសមាជិកកិត្តិយសសមាជិកប្រតិបត្តិរបស់ខ្លួនបណ្ដាញនារីតាមបណ្ដាស្រុកសប្បុរសជនក្នុងខេត្តប្រមាណជាង260នាក់បន្ទាប់ពីការចូលរួមមតិពីតំណាងនារីនៃតាមបណ្ដាញនៃបណ្ដាស្រុករួចមកនៅក្នុងប្រសាសន៍ផ្ដល់នូវគន្លឹះល្អៗដើម្បីឲ្យអង្គពិធីទាំងមូលយកត្រង់ត្រាប់យកទៅអនុវត្តទទួលយកនូវភាពជោគជ័យលើការលើកកម្ពស់ស្ត្រីគ្រប់លំដាប់ថ្នាក់គ្រប់ការចូលរួមដោះស្រាយទុក្ខលំបាកក្នុងជីវភាពរស់នៅសុខុមាលភាពរបស់ស្ត្រីរងគ្រោះនិងងាយរងគ្រោះឯកឧត្តមខឹមប៊ុនសុងអភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានមានប្រសាសន៍ថាការងារដំបូងរបស់ស្ត្រីគឺសុខុមាលភាពរបស់គ្រួសារដោយការរៀបចំឲ្យបានល្អនៅក្នុងការរស់នៅកាត់បន្ថយអត្រាជំងឺរាតត្បាតរាលដាលក្នុងគ្រួសាររាគរូសគ្រុនឈាមជាដើមការបង្កើនផលស្រូវទាំងភាសាទាំងប្រាំងរួមជាមួយការចិញ្ចឹមសត្វមាន់ទាជ្រូកគោលាក់ហើយបច្ចុប្បន្ននេះមានការងាររៀនបច្ចេកទេសកាត់ដេរសម្អាងការពិនិត្យមើលពូជស្រូវដែលទាំងអស់នោះសុទ្ធតែជាការបណ្ដុះបណ្ដាលវិជ្ជាជីវៈបង្កើនសមត្ថភាពរបស់ខ្លួនរបស់ស្ត្រីសន្សំប្រកាសឯកឧត្តមខឹមប៊ុនសុងក៏បានចង្អុលបង្ហាញទៀតផងអំពីការជំរុញឲ្យមានការអប់រំនារីស្ត្រីអំពីការថែទាំសុខភាពនៅមុនពេលនិងក្នុងពេលសម្រាលកូនឬក្រោយពេលសម្រាលកូនឲ្យនារីទាំងអស់ចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពដើម្បីភាពសុខសាន្តនិងការអភិវឌ្ឍប្រទេសសង្គមជាតិកម្ពុជាទាំងមូលខ្ញុំបាទជាចនសុខរទ្ធីធ្វើសេចក្តីរាយការណ៍ពីខេត្តសៀមរាប